តែបោះអីស័យសប្តាហ៍នេះវាខំពីតបោះអីស័យពីសម័យមុនយើងទីតបោះអីស័យមកគេទៅនៅក្នុងព្រៃដាច់ស្រយាលមិនដែលជួបនឹងមនុស្សណាទៅដល់ទេតែតបោះស្ងាយនៅតែកណ្ដាលស្រុកហ្នឹងមកខំនេះនៅកណ្ដាលស្រុកតបោះពីមុនបរិភោគតែមើលឈើស្រែឈើតបោះស្ងាយនេះអីតែហុងខអីជ្រូកខ្វៃមិនអាំងហ្នឹងវាខំចាបរិស័កពេញតែខ្លួនសល់ប្រឡំភ្នែកអត់មកស្ងាយហ្នឹងតែអាត្មាសំដែងនេះចង់ឲ្យដឹងញោមស្គាល់អំពីលក្ខណៈរបស់តបោះពេចគេពីដើមគេបដិបត្តិអ្មេហើយណាតបោះសត្វថ្ងៃបដិបត្តិវាខុសតបោះសត្វថ្ងៃនេះអីសត្វដែលយានមន្តអាគមគេថាឡើងពេញតែខ្លួនរៀនស្នេហ៍រៀនស្អីដោះក្រោះស្អីអីស្នេហ៍នឹងស្អីក៏ដាក់ស្នេហ៍ដាក់ស្ងោកអីឃើញទេការបដិបត្តិទៅអត់ត្រូវទៅតាមតបោះត្រឹមត្រូវក៏គេណាវិស្រាមញោមញាតមិនដឹងចេះតែជឿឬតែតបោះអីស្អីប៉ុន្តែអាត្មាប្រាប់អីថាតបោះអីស្អីសាក់ពេញខ្លួនអីស្អីនេះមិនមែនទេណានឹងយកឈ្មោះតបោះត្រឹមត្រូវគេមកទេមកបំផ្លាញញោមញាតអាត្មាមិនថាតបោះទេណាអាត្មាថាតបោសម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងថាបើពុទ្ធបរិស័ទទាំងបព្វជិតទាំងក្រហមត្រូវប្រារព្ធធ្វើអ្វីធ្វើទានក៏ได้ធ្វើសិលក៏ได้តែញោមញាតបានកសាងឡើងនេះព្រះសម្មាសម្ពុទ្ធលោកចាត់ចូលក្នុងសេនាសនៈទានព្រោះតាំងពីកត់តាំងពីសាលាតាំងពីស្ពានតាំងពីផ្លូវថ្នល់អីទាំងអស់លោកសង្គ្រោះចូលក្នុងសេនាសនៈទានសម្រាប់យើងមនុស្សទាំងអស់គ្នានេះជីវិតរបស់មនុស្សដែលរស់នៅលើផែនដីទាំងអស់ត្រូវការពឹងអាស្រ័យនៅវត្ថុ4យ៉ាងជាចាំបាច់បំផុតខ្វះអត់បានទេមិនមានអត់បានទេគឺជីវិតជាប់នឹងវត្ថុ4យ៉ាងវត្ថុទី1ដែលមនុស្សទាំងអស់ត្រូវការប្រើប្រាស់ចាំបាច់គឺសម្ពត់ខោអាវដែលពុទ្ធសាសនាលោកថាចៃវរៈទានព្រះសង្ឃគឺស្បង់ចៃវរញោមញាសម្ពត់ខោអាវវត្ថុទី2គឺមហូបអាហារបាយចំណីព្រះសង្ឃថាចង្ហាន់បិណ្ឌបាតញោមញាគឺបាយសប្លវត្ថុទី3គឺផ្ទះសម្បែងគេហដ្ឋានហើយនឹងស្ពានផ្លូវថ្នល់អីទាំងអស់សាលារៀនមន្ទីរពេទ្យអីទាំងអស់លោកសង្ឃគ្រោះចូលក្នុងទីសេនាសនៈទាំងអស់អានេះទី3ទី4គឺថ្នាំព្យាបាលរោគសម្រាប់វេលាដល់យើងមានជំងឺនេះវត្ថុ4យ៉ាងនេះណាញោមញាតឲ្យតែមនុស្សនៅលើផែនដីជាប់ជំពាក់អត់លះបង់បានទេត្រូវតែមានចាំបាច់ត្រូវតែមានញោមមើលមនុស្សអត់ណាដើរលេងខ្លួនទៅទេដូចគូទៅក្របីអត់ទេត្រូវតែមានគ្រឿងសម្លៀកបំពាក់បិទបាំងការពារអវយវៈគេខ្មាស់ហ្នឹងមិនសំដែងសំដិលកណ្ដាលវាឲ្យឃើញបងចាំបាច់បងក្រខ្សត់យ៉ាងម៉េចក៏ដោយបើមិនមានសម្លៀកបំពាក់ល្អទេក៏មានព្រមតែខោអាវទៅជូបដែលជាសម្លៀកបំពាក់អន់បំផុតត្រូវតែមានយកមកបិទបាំងរាងកាយអានេះទី1ហ្នឹងបងបណ្ឌញោមញាពុទ្ធបរិស័ទគ្រប់គ្នា
ភាសានៅក្នុងពុទ្ធសាសនាលោកថាបច្ច័យ4ហើយតែញោមញាតឬលោកអាចារ្យបវរណាបច្ច័យ4ដល់ប្រសងនឹកឃើញបច្ច័យ4ត្រូវការប្រើប្រាស់តែប្រសងទេខ្លួនឯងអត់បានគិតថាអ្នកដែលប្រគិនបច្ច័យ4ដល់ប្រសងក៏ត្រូវការប្រើប្រាស់ដែរអត់បានគិតយល់ទេបងថ្ងៃនេះអាត្មាសម្ដែងធម៌ទេសនានេះมันសម្ដែងធម៌ណាដែលគម្លាតឆ្ងាយពីកម្មវិធីដែលញោមញាតបានកសាងទេបងគឺលើកពីសាសនាទានមកភ្ជាប់នៅវត្ថុ3យ៉ាងទៀតឲ្យភ្ជាប់ជាមួយគ្នាហៅថាបច្ច័យ4ណូដើម្បីឲ្យញោមញាតយល់ច្បាស់ប្រវត្តិបានអានឹងចាំបាច់ណាស់មនុស្សមិនមានអត់បានទេបងត្រូវតែមានដូចជាសម្ពុតខោអាវញោមញាតមានសម្ពុតល្អសម្ពុតឧត្តមឧត្តមខ្ពង់ខ្ពស់ទេមានត្រឹមតែខោអាវទៅជុះយ៉ាងអន់បំផុតក៏យកមកបាត់បាំងរាងកាយបានបាទតែនេះចាំបាច់ណាញោមញាតគិតអីមែនទេណាបងពីមុនឲ្យតែញោមញាតឮតែបច្ច័យ4សម្រាប់តែប្រសងពាក្យតែបច្ច័យវាជាភាសាបាលីបងប្រែជាខ្មែរថាវត្ថុដែលគេធ្វើបំបត្តិសេចក្តីអាក្រក់ឲ្យបាត់ទៅធ្វើសេចក្តីល្អឲ្យកើតមានឡើងដល់យើងអ្នកប្រើប្រាស់នៅរបស់នេះសំអញ្ញញាតិយោបច្ច័យ4ដូចសម្រាប់ព្រះសង្ឃលោកប្រើចិត្តស្បង់ចីវរប្រៃចីវរនេះបច្ច័យទី1ប្រើក្រណដើម្បីនឹងការពារនៅមូសសុចស្រាំងស្រួយក្អែបខ្ទួយសัตว์មកមេឃអីដែលវាមករោមខ្លួនរំខានសัตว์នោះវារំខាននៅមិនបានសោះទេមូសសុចស្រាំងស្រួយអីណាហើយនឹងការពារត្រជាក់ការពារខ្យល់ក៏ដែលបក់មកប៉ះរាងកាយនោះឲ្យវារំខាននៅវាមិនបានស្ងប់ស្អប់នោះប្រសងលោកប្រើមានប្រយោជន៍តែប៉ុណ្ណាតែញោមញាតប្រើមានប្រយោជន៍ដល់ពីរលើសលោកមួយផងលើសយ៉ាងម៉េចប្រសងលោកប្រើត្រឹមតែការពារនៅសត្វល្អិតមូសសុចស្រាំងស្រួយក្អែបខ្ទួយពោះតូចពោះធំកុំឲ្យមករោមរំខានយើងនៅអត់ស្ងៀមឡើយខ្ញុំគិតមើលយើងអង្គុយកាន់100 4 5មករោមក៏វារំខានយើងនៅអត់ស្អប់ទេធ្វើឲ្យយើងមិនបានសេចក្តីសុខការពារតែអញ្ចឹងទេបងសម្រាប់ញោមញាតការពារប្រយោជន៍ទី1ដូចគ្នាតែញោមញាតលើសពីនឹងទៀតគឺប្រើប្រាស់សម្ពាត់គ្រឿងតែមានតម្លៃថ្លៃថ្នូរខ្ពង់ខ្ពស់ល្អដូចជានេះជើញមកពិធីបន់ស្លៀកសហូលស្លៀកប្រមុំស្លៀកចលបាត់ឲ្យសម្ពាត់ដែលមានតម្លៃល្អណាស់ធ្វើឲ្យញោមញាតនោះមានសោភ័ណភាពស្អាតល្អពុជជួយលើកសម្រស់រូបរាងកាយរបស់ញោមញាតឲ្យស្អាតល្អគួរជាទីពិតពេលរមិលមើលវាមិនទៅភ្នែកតែលើកតែព្រះសង្ឃបើលោកមានទឹកចិត្តទេបានត្រៃចីវរនេះមកស្លៀកសម្រាប់ដើម្បីឲ្យមានសម្រស់ល្អសម្រស់ល្អដើម្បីនឹងឲ្យទំនើបល្អបងប្អូនអីតែនឹកឃើញត្រូវបាត់អត់បានចាញ់ញោមមួយបាននេះគ្រឿងសម្លៀកបំពាក់នឹងសំឲ្យញោមញាតិយល់ចឹងបងទី2គឺម្ហូបអាហារម្ហូបអាហារនេះជនជាតិណាក៏មានដូចតែគ្នាដូចតែសម្លៀកបំពាក់ដែរគ្រាន់តែម៉ូដគេវាខុសគ្នាណាញោមញាតិណាខោអាវអីណាទៅតាមជាតិគឺដូចម្ហូបអាហារបច្ច័យទី2នេះក៏វាខុសគ្នាដែរហើយពួកយើងនៅអាស៊ីនេះយើងបរិភោគបាយជាម្ហូបជាអាហារទៅបារាំងមកបរិភោគនំប៉័ងទៅអ៊ីតាលីអាមេរិកគេបរិភោគភីហ្សាទៅ hamburger អីទៅนั่นว่าแปลกจ้ะชี้អត់បានទេញោមញាតិ
ពិតបច្ច័យទី2នេះនៅមានគ្រោះថ្នាក់ណាស់ណាបងសម្ពុតខោអាវបើយើងមិនមានសម្ពុតខោអាវឲ្យខ្ពង់ខ្ពស់ប្រណិតល្អទេថោកទាបអីយើងប្រើបានតែម្ហូបអាហារគ្រោះថ្នាក់ធំតែកាលណាអត់ម្ហូបអាហារហើយជីវិតយើងអត់រស់នៅបានអានេះប៉ះពាល់ដល់ជីវិតទៀតពុទ្ធលោកសម្ដែងថាជីកច្ឆាបរមារោគាសេចក្តីស្រេកឃ្លាននឹងជារោគយ៉ាងធំបំផុតវិញញោមញាសថ្ងៃឮតែទៅរោគមហារីករោគអេដរោគរបេងហើយជារោគធំតែពុទ្ធលោកថាសេចក្តីស្រេកឃ្លានជារោគធំជាងរោគនោះទៀតរោគមហារីករោគអេដរោគរបេងស្អីទាំងអស់អ្នកជំងឺដែលកើតហើយធ្វើអីមិនកើតទេដេកស្រែកលើក្រែយោថ្មពេលជាជួសរងយកអីចាក់ឲ្យទៅនៅលើក្រែតែរោគឃ្លាននេះតែអត់ឲ្យកាយទៀតដល់ក្នុងគូនគេផ្អើលពេញតែស្រកអាហ្នឹងចឹងណាបងដល់លួចជែកលួចលហោងចាប់មិនចាប់ទីអីគេស៊ីផ្អើលយកស្រកអ្នកភូមិនេះបានប្រពុទ្ធរោគធំណាស់នឹងកាយសាហាវតែអត់ឲ្យនៅអត់ស្ងៀមទេមិនបុរាណនោះថាអត់បាយរសាយសម្ពុតរសាយសម្ពុតមិនអាសម្ពុតដែលវិចមេបុរាណក៏ដើមមានប្រអប់នៅអីក៏មេក៏វិចក្នុងចាប់សម្ពុតទៅដល់អត់បាយរុះអាបំវិចរសាយសម្ពុតកាត់យកមេនឹងដូងកស៊ីអត់មាសពេជ្រមានតម្លៃតែមានបាយបរិភោគទេនេះញោមនិយាយតែអត់បាយបរិភោគអត់មានតម្លៃបាយវាថ្លៃជាងអញ្ចឹងក៏សម័យខ្មែរក្រហមយើងដឹងគ្រប់តែគ្នាថាមនុស្សសម័យខ្មែរក្រហមមានតែងាប់អស់ណាមានកញ្ចប់អវិជ្ជមាសវិញអីក្នុងកញ្ចប់តែអត់កាត់មកកម្មពីកម្មទៅដូរកដល់អីព្រោះហ្នឹងឲ្យញោមនិយាយយល់ពីប្រយោជន៍ផលនៃបាយទឹកហ្នឹងហ្នឹងអត់ឥឡូវរៀបរាប់បញ្យល់ញោមញាតឲ្យយល់ច្បាស់ព្រោះថាអាហ្នឹងវាសំខាន់ណាស់អាហ្នឹងទី2បច្ច័យទី2បច្ច័យទី3គេហដ្ឋានផ្ទះសម្បែងប្រសំកុដិបដីសាលាទាំងអស់ញោមញាតមើលដល់មនុស្សណាទៅដេកកណ្ដាលវាស្រែកដេកក្រោមលុតឈើមិនដែលមានទេបងត្រូវតែមានផ្ទះទីសេនាសនៈគេហដ្ឋានទោះបីជាក្រយ៉ាងណាក៏មានប្រសល់ដំសម្បកឈើដំសម្បកសរសៃខ្ទមលនាបស័យអញ្ចឹងបន្ទឹមរស័យប្រក់ស្បូវប្រក់អីជាចម្រោតដែរឃើញទេអានេះវាសំខាន់បំផុតចូលទីនេះដើម្បីនឹងការពារខ្យល់ក៏ឲ្យវាបក់មកប៉ះពាល់ត្រូវរាងកាយនឹងវានាំឲ្យនៅវាបានសោកវាសង្គីព្រោះវាប៉ះពាល់ដល់ការពារទឹកភ្លៀងការពារកម្ដៅព្រះអាទិត្យសំខាន់យ៉ាងដល់ទី4គឺថ្នាំជាបារោគដែលណាឈឺដេកអោជាខ្លួនឯងគ្រាន់តែក្តៅខ្លួនជាក្បាលតែទីរត់រប៉ារ៉ាអៃលីណូលេណាលេភ្លៀងនេះវត្ថុ4យ៉ាងនេះសំខាន់ណាស់សូមឲ្យញោមញាតិយល់ដឹងតាមរយៈធ្វើទេសនាថ្ងៃនេះគឺពន្យល់ញោមញាតិដឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រឹងថាសេចក្តីសុខភមង្គលនៃជីវិតរបស់មនុស្សកើតមានដល់មនុស្សគ្រប់គ្នាទាំងអស់ដោយសារមានវត្ថុ4យ៉ាងនឹងប្រើប្រាស់គ្រប់គ្រាន់បរិបូរគ្រប់គ្រាន់ក៏សម្រាប់ចិញ្ចឹមជីវិតខ្លួនឯងផងកូនចៅគ្រួសារផងនឹងចែកចាយរំលែកឲ្យធ្វើជាទានដល់ជនអ្នកដទៃផងតើមានវត្ថុ4យ៉ាងហ្នឹងគ្រប់គ្រាន់បរិបូរទៅជីវិតនឹងបាន
ประกอบដោយសុភមង្គលសិរីសួស្តីពុទ្ធលោកសំដែងប្រាប់ចឹងតែបើខ្វះហើយជីវិតអត់បានសុខទេបានសុខទេបងហើយពុទ្ធលោកសំដែងប្រាប់ទៀតតើវត្ថុ4យ៉ាងនេះដែលកើតមានចម្រើនដល់ញោមញាតិទាំងអស់ដោយសារអីវាសុទ្ធតែមានហេតុផលពុទ្ធសាសនាដោយសារញោមញាតិមានបញ្ញាអ្នកដែលមានបញ្ញាបានរកទ្រព្យរបស់នឹងបានធាកណាំងរកប្រាក់នឹងបានច្រើនក៏ប្រាក់ហ្នឹងគឺជាប្រភពនៃវត្ថុ4យ៉ាងវានៅក្នុងប្រាក់ហ្នឹងឯងណាយើងខ្វះអីយកប្រាក់ទៅដូរវាធាកណាំងគឺទ្រព្យស៊ីចាយតើយើងមានបញ្ញាបានរកបាននេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងចឹងតែបើខ្វះបញ្ញាគឺរកអត់បានគ្រប់គ្រាន់ទេឥឡូវសក្ខីភាពជាក់ស្ដែងសូមឲ្យញោមញាតិមើលទៅក្នុងគុំសង្វាយនេះមនុស្សមិនមានជីវភាពដូចគ្នាណាខ្លះគេមានទ្រព្យសម្បត្តិខ្ពស់ខ្ពស់យសសាអីទៅមនុស្សដូចកម្មចិន្តាយ៉ាងកម្មទី1ទី2ទី3អូបណ្ដាក់ចោលអ្នកដែលមានបញ្ញាខ្សោយក៏មានទ្រព្យសម្បត្តិខ្សោយមកអ្នកដែលល្ងងក៏ខ្វះខាតតែមែនទេខ្ញុំញាក់មើលឲ្យស្គាល់ហើយផលអ្នកមានគេមានប្រោះអីអ្នកក្រប្រោះអីបានវាក្រថាអ្នកមានគេមានបញ្ញាអ្នកក្រគឺអត់បញ្ញាអាស្រ័យនេះបានជាព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គដាស់តឿនមនុស្សបរិស័ទទាំងឡាយទាំងពួងឲ្យសន្សំបញ្ញាមនុស្សកើតមកវាអត់មានបញ្ញាទេកើតអាចត្រូវរៀនត្រូវសូត្រនោះគឺសន្សំបញ្ញាអ្នកដែលមានបញ្ញាគឺមិនមានទ្រព្យសពក៏រស់នៅបានដែរនេះពុទ្ធដីការបស់ព្រះពុទ្ធលោកសម្ដែងយើងនិយាយមកអ្នកដែលគេមានបញ្ញាមិនមានទ្រព្យសពតែគេយកបញ្ញាគេនឹងក៏ធ្វើការធ្វើងាររកដោះដូរលើកដាក់នៅទៅមិនស្មើដែរអ្នកដែលខ្សោយបញ្ញាគឺអត់ទៅរួចទេដូចគោលដូចក៏បីយ៉ាងណាបងនេះជាពុទ្ធសាសនាជាពុទ្ធដីការបស់ព្រះពុទ្ធលោកដាស់តឿនបរិស័ទទាំងឡាយទាំងពួងក៏ឲ្យខំធ្វើម៉េចសន្សំបញ្ញាឲ្យកើតមានទៅរកទ្រព្យសម្បត្តិនឹងបានច្រើនសម្រាប់ចិញ្ចឹមជីវិតរបស់ខ្លួនឲ្យប្រកបដោយសិរីសួស្តីជោគជ័យនៃជីវិតហ្នឹងបច្ច័យ4ហ្នឹងណាញោមញាតិអាហ្នឹងជាប្រយោជន៍បច្ចុប្បន្នហើយប្រពុតឲ្យយើងធ្វើអាហ្នឹងឲ្យបានគ្រប់គ្រាន់សម្រាប់ទីពឹងជីវិតយើងដែលរស់នៅជាមនុស្សនេះថាប្រយោជន៍បច្ចុប្បន្នហើយថាមេកតប្រយោជន៍គឺប្រយោជន៍ដែលត្រូវជីវិតយើងពឹងយើងអាស្រ័យប្រើប្រាស់ហ្នឹងអានេះប្រយោជន៍ទី1វិញញោមញាតចង់ទៅសួរចង់ទៅនិព្វានបើអត់បច្ច័យ4ហ្នឹងទៅអត់រួចទេញោមញាតបច្ច័យ4ហ្នឹងជាគ្រឹះជាបាតជាជើងសសរជាចន្ទាសម្រាប់ឲ្យញោមញាតយកបច្ច័យ4មកចិញ្ចឹមជីវិតខ្លួនផងយកមកធ្វើទានប្រគេនដល់ព្រះភិក្ខុសង្ឃផងចែករំលែកទៅអ្នកដែលក្របសត្វមកទៅធ្វើជាទានជានិស័យទានុបនិស័យហ្នឹងណាធ្វើទានដើម្បីនឹងអស់ជីវិតទៅនឹងបានទៅកាន់ឋានសួគ៌បានប្រោះបច្ច័យ4ហ្នឹងណាមិនវាតេតងអ្នកទាំងអស់ទៅព្រះនិព្វានទេក៏មកគេពោធិសត្វពវេស្វរលោកសាងទានបារមីគឺចែកត្រឹមចែកសម្បត្តិបានបច្ច័យ4វាសំខាន់ណាស់សម្រាប់មនុស្សនៅលើពិភពលោកហ្នឹងតែសម្រាប់ញោមញាតអត់ដឹងថ្ងៃនេះក៏ប្រាប់ញោមញាតឲ្យដឹងចាថានឹងធំណាស់ក៏អត់បានបាទរីទាំងអស់ហ្នឹងរកបានសាមានបញ្ញាបានអ្នកប្រាជ្ញលោកពោលសរសើរថាប្រាជ្ញានឹងប្រសើរដូចជាព្រះច័ន្ទយកមើលព្រះច័ន្ទនៅលើមេឃធំជាងផ្កាយទាំងឡាយណាប្រធាននៃផ្កាយធំជាងគេទាំងអស់
សំបីសិលក្តីសេចក្តីក្តីធ្វើរបស់សប្បុរសក្តីក៏រមែងទៅតាមបុគ្គលដែលមានបញ្ញាមិនសិលមិនសេរីមិនធ្វើសប្បុរសនឹងមកដកនាំទៅបានទេគឺសិលអ្នកមានបញ្ញាបានយល់ឃើញបានរក្សាសិលបានសេរីសុខស្ដីសេរីគឺជោគជ័យនៃជីវិតយើងបានសុខមកពីបច្ច័យ4នោះដែលធ្វើឲ្យយើងមានសេរីសុខស្ដីសុខសប្បាយវាតេតងចឹងធ្វើរបស់ពួកសប្បុរសធ្វើរបស់សប្បុរសគឺធ្វើរបស់ព្រះសម្មាសម្ពុទ្ធបានយមញាតជ្រះថ្លានឹងទទួលយកទៅបប្រតិបត្តិបានដោយសារមានបញ្ញាជាប្រធានក៏អត់បញ្ញាអត់ទៅរួចទេនេះសម្រាប់ពុទ្ធសាសនានឹងជាសាសនាបញ្ញាសាងមនោឲ្យបំបត្តិសេចក្តីដែលមិនចេះដែលមិនដឹងនឹងល្ងងនោះឲ្យបាត់ទៅឲ្យអស់ទៅមិនឲ្យកើតមានទេបងបានកាលណាសំដែងធឿថាអាត្មានឹកឃើញអ្នកដែលខ្វះបញ្ញានឹងមើលទៅវេទនាមានធឿមេត្តាជីវិតគ្នារស់ដោយសេចក្តីសោកសៅជាទីបំផុតហើយព្រះសម្មាសម្ពុទ្ធលោកសំដែងប្រាប់ទៀតឲ្យយើងយល់ច្បាស់ថាបុគ្គលដែលសាបសូន្យចាក់បញ្ញាដ៏ប្រសើរហើយគឺមនុស្សល្ងងហើយជីវិតអ្នកដែលល្ងងនឹងរស់នៅរមែងប្រកបដោយសេចក្តីទុក្ខដោយសេចក្តីថ្នាំងថ្នាក់ដោយសេចក្តីខ្សឹកខ្សួលដោយសេចក្តីចង្អៀតចង្អល់អត់ដោយសេចក្តីសោកសៅក្នុងជីវិតដែលរស់នៅនោះញោមមើលអ្នកក្រមានសប្បាយរីករាយណារោព្រឹកខ្វះល្ងាចរលងាចប៉ះពឹកបានថ្ងៃនេះខ្វះស្អែកចិញ្ចឹមជីវិតខ្លួនឯងផងចិញ្ចឹមកូនប្រពន្ធផងជីវិតនោះមានសុខស្រួលណាស់បងគឺវាកើតទុកចឹងរកពេលសប្បាយរីករាយអត់បានទេពីបុគ្គលឯងដល់ស្លាប់ទៅកាន់អបាយភូមិទៀតញោមមកមានទោសទាំងពីរនៅជីវិតជាមនុស្សលែហេមឡាហាមកើតទុកគេសប្បាយរីករាយយើងរីករាយគេអត់កើតទេប្រវត្តិច្បាប់របស់ប្រើប្រាស់នោះដល់ស្លាប់ហើយធ្លាក់ទៅកាន់អបាយភូមិធ្លាក់ទៅកាន់នរកទៀតវាឲ្យទោសទាំងពីរចឹងសួរថាម៉េចបានចឹងមនុស្សញញាតក្រហើយរកវាមិនគ្រប់ឲ្យលួចគេក៏លួចអានោះបើទៅចេះទៅបោកប្រាស់គេបោកប្រាស់ទៅសម្រាប់សត្វយកមកចិញ្ចឹមជីវិតនឹងក៏ធ្វើជាងការយកអារបស់សម្រាប់នឹងជាអាជីវកម្មទៀតសម្រាប់មិនទេជ្រូកគោក្របីយកមកទៅលក់ចិញ្ចឹមជីវិតហើយទាំងអស់នឹងឯងដែលនាំឲ្យអ្នកដែលល្ងងធ្លាក់ទៅកាន់អបាយភូមិញោមញាតិមកពុទ្ធលោកសំដែងមានទោសទាំងពីរអត់បានសោកស្រួលទេនេះពុទ្ធលោកជាអល់ប្រាប់ច្បាស់ហ្នឹងនេះសូមឲ្យញោមញាតិជ្រាបអំពីពុទ្ធដីការបស់ពុទ្ធសម្រាប់ពុទ្ធសាសនាជាសាសនាដែលទាក់ទងទៅនឹងមនុស្សទេព្រះអង្គទូលមានព្រានប្រដៅមនុស្សទាំងអស់ព្រោះឲ្យប្រព្រឹត្តល្អដោយកាយដោយវាចាចិត្តណាឲ្យធ្វើកាយវាចាចិត្តឲ្យល្អក៏ឲ្យស្អាតឲ្យវាល្អនៅនឹងសំបញ្ញាឲ្យចម្រើនកើតមានដល់ខ្លួនបញ្ញានឹងឲ្យញោមនិយាយជាបុណ្យស័ក្តិឯកឧត្តមលោកជំទាវនេះអញ្ញាសេតេកាបដីវានឹងមានបញ្ញាបានទៅអញ្ចឹងរួចណាដូចជាឪពុកម្ដាយណាដែលចង់ឲ្យកូនថោកទាបវាមិនដែរចង់លើកកូនឲ្យធ្វើជាវាយស្រុកក៏មិនបានលើកកូនឲ្យធ្វើជាវាយខេត្តក៏វាមិនបានអត់ទៅរួចទេតែលកូននឹងឯងគេមានបញ្ញាគេធ្វើកិច្ចការទៅវាមានបុណ្យមានស័ក្តិឡើងណាស់ដែលសារទូបញ្ញាបញ្ញាសំខាន់ណាស់សម្រាប់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូគឺលោកអ្នកមានបញ្ញាដល់ក្រៃលែងជាងមនុស្សនិងទេវតាទាំងឡាយទាំងពួងណា
បញ្ញារបស់ព្រះអង្គរកទីបំផុតមិនមានទេនរណាសួរអីក៏យល់ដឹងព្រាមប្រាប់បានព្រាមនេះបញ្ញាក្នុងពុទ្ធសាសនាបញ្ញាជាលំអចុងក្រោយបំផុតណាញោមថាសិលសមាធិបញ្ញាសិលលំអខាងដើមទី1ហើយញោមញាតមានសិល5លំអខាងដើមធ្វើឲ្យញោមញាតល្អទី1សមាធិលំអទី2បញ្ញាលំអទី3ចុងក្រោយលំអរបស់ពុទ្ធសាសនាមានតែ3ប៉ុណ្ណឹងឯងវិទាំង3នេះសុទ្ធតែធ្វើទាំងអស់ក៏សិលក៏ញោមញាតត្រូវធ្វើដែរធ្វើយើងអ្នកធ្វើទានក៏ញោមញាតត្រូវធ្វើដែរសមាធិក៏ត្រូវញោមញាតធ្វើដែរបញ្ញាក៏ត្រូវធ្វើដែរខ្លួនឯងអត់មានពឹងណាបានទេអូនេះពុទ្ធសាសនាក៏អាស្រ័យហេតុនេះសូមឲ្យញោមញាតពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបអំពីពុទ្ធសាសនាគឺព្រះអង្គទ្រង់ដាស់តឿនទូលមានព្រានប្រដៅតែមនុស្សហ្នឹងឯងអត់មានទាក់ទងនឹងអ្វីទេបងអាស្រ័យនេះគឺយើងធំចាស់ហើយជាយាយជាតាជាឪពុកម្ដាយហើយវាផុតការរៀនការសូត្រអស់ហើយយើងចេះដឹងមានចំណេះចេះដឹងបណ្ណាគឺបានប៉ុណ្ណឹងឯងប៉ុន្តែអាត្មាសុំឲ្យជីដូនជីតាលោកឪពុកអ្នកម្ដាយនេះធ្វើម៉េចខំឲ្យចៅឲ្យកូនប្រុសស្រីនឹងសិក្សារៀនសូត្រពោឲ្យបានដើម្បីសន្សំបញ្ញាឲ្យបានខ្ញុំមានមើលពិភពលោកសប្តាហ៍ថ្ងៃគេប្រព្រឹត្តទៅតាមពុទ្ធសាសនាដែរខ្ញុំនិយាយមើលទៅដោយរាជរដ្ឋាភិបាលយើងលោកបង្កើតសាលារៀនឲ្យប្រជាពលរដ្ឋរៀនគ្រប់ភូមិគ្រប់ស្រុកទាំងអស់ភូមិតូចក៏មានសាលាថ្នាក់ដំបូងទៅមានអនុវិទ្យាល័យមានវិទ្យាល័យទៅតាមភូមិស្រុកដែលវាធំស្អិនសតឲ្យទៅរៀនដើម្បីឲ្យចម្រើនបញ្ញាឲ្យកើតមានបញ្ញាហ្នឹងឯងពីព្រោះរាជរដ្ឋាភិបាលឬក៏រដ្ឋាភិបាលនៅប្រទេសមួយកាលណាបើប្រជាពលរដ្ឋល្ងងហើយអភិវឌ្ឍប្រទេសជាតិទៅអត់រួចទេយមញាណអភិវឌ្ឍប្រទេសជាតិទៅបានដោយសារប្រជាពលរដ្ឋនឹងមានបញ្ញាឃើញទេជាមនុស្សដែលប្រសើរជាធនធានមនុស្សបានកសាងប្រទេសជាតិបានតែញោមញាតមើលនៅសង្វាយនេះញោមញាតណាស់ដែលគេមានបញ្ញាទៅគេមានទ្រព្យសម្បត្តិច្រើនគេកសាងផ្ទះសម្បែងទីពីថ្មទៅល្អថត់ធំឆ្កឹមឆ្កៃទៅគេរស់នៅស្រួលរួចដូចជាគេជួយកសាងប្រទេសជាតិចឹងដែរណាកាលណាស្រុកសង្វាយនេះល្អទៅដូចជាជួយកសាងប្រទេសជាតិដល់រដ្ឋាភិបាលទៅវាល្អដោយសារប្រជាពលរដ្ឋមានបញ្ញាពាក្យថាប្រជាពលរដ្ឋប្រជាហ្នឹងគឺរេពលហ្នឹងគឺកម្លាំងរដ្ឋហ្នឹងគឺប្រទេសណាញោមរេហ្នឹងជាកម្លាំងរបស់ប្រទេសជាតិអតលប្រជាពលរដ្ឋចេះដឹងមានបញ្ញាគ្រប់គ្នាបានកសាងប្រទេសជាតិទៅរួចយុត្តិធម៌ចឹងបើប្រជាពលរដ្ឋល្ងងហើយរដ្ឋាភិបាលអត់កសាងទៅរួចទេទៅមិនក៏ទៅមិនរួចផងប្រជាពលរដ្ឋជាធំដូចសប្តាហ៍នេះខ្ញុំនិយាយមកទៅរដ្ឋាភិបាលលោកបង្កើតសាលាឲ្យរៀនគ្រប់ទីគ្រប់កន្លែងហើយដូចអ្នកសង្វាយនេះដូចមានវិទ្យាល័យដែរមានវិទ្យាល័យឲ្យកូនចៅរៀនទៅឲ្យបានវិទ្យាល័យចប់វិទ្យាល័យហើយឲ្យទៅរៀនសាលាជាងខ្ពស់ទៅទៀតយកបរិញ្ញាបត្រយកអនុបណ្ឌិតពីសមរុញកូនចៅឲ្យរៀនបានដល់ត្រើយត្រាននៃវិជ្ជាក៏សត្វថ្ងៃពិភពលោកគេវាស់កម្រិតតែយើងសុំគេធ្វើការអីគេយកសញ្ញាបត្រយើងទៅមើលតើអស់នឹងឯងនេះបរិញ្ញាបត្រ
อันนี้เนาะอนุบัณฑิตเนาะบัณฑิตแต่យើងអបរិញ្ញាបត្រក្រមគេហើយក៏គេបណ្ឌិតគេត្រួតយើងបាទតែធ្វើម៉េចតស៊ូយកបណ្ឌិតអីបានឲ្យកូនរៀនយកបណ្ឌិតអីបានបើកូនរៀនបានយកដល់បណ្ឌិតឲ្យទុកដូចជាកូនហ្នឹងឲ្យកិត្តិយសឲ្យយើងជាម៉ែឪមានកិត្តិយសប្រកូនទៀតនេះអាត្មាសន្និវិទ្យាតោនេះបាទបើចេះកុំស្ពេះកុំប្រហែលក៏សំឲ្យជំរុញកូនរៀនឲ្យដល់ត្រាត្រានៃវិជ្ជាឬសម្រាប់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងទៀតហើយដូនតាយើងពីដើមហ្នឹងនឹងក៏ទៅដឹងពីណាមកក៏និយាយមិនដឹងយល់តែកូនស្រីមិនបាច់រៀនច្រើនណាមកឯឆ្វេងចង្ក្រាមមិនជុំភាសាហ្នឹងកុំយកមកគោរពនឹងយើងងាកលុបចោលឥឡូវយើងងាកមើលមកពុទ្ធសាសនាវិញតើពុទ្ធលោកថាម៉េចថាស្រីឆ្វេងចង្ក្រាមមិនជុំអញ្ចឹងដែរពុទ្ធអត់ទេលោកសំដែងថាបុរសមិនមែនសត្វតែជាបណ្ឌិតក្នុងទីសពគ្រប់អន្លើទេឯស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរលោកឲ្យតម្លៃដូចគ្នាលោកសង្ឃស្រីលោកសង្ឃប្រុសលោកសង្ឃស្រីមានជំនាញដូចគ្នាទាំងអស់ហើយលោកសង្ឃប្រុសគឺភិក្ខុលោកសង្ឃស្រីគឺភិក្ខុនីលោកសង្ឃប្រុសធ្វើអីបានប៉ុណ្ណាលោកសង្ឃស្រីធ្វើបានដូចគ្នាឲ្យជាពហុសោតឲ្យជាឃ្លាំងធ្វើឲ្យជាធម្មកថាសម្ដែងធ្វើប្រកែក៏ជាអ្នកសម្ដែងរិទ្ធឲ្យសម្ដែងរិទ្ធឲ្យបានដូចគ្នាអស់មកជាអ្នកត្រត្រង់បញ្ញាឲ្យបានភិក្ខុលោកធ្វើឲ្យបានភិក្ខុស្រីក៏ធ្វើបានដូចគ្នាលោកឲ្យតម្លៃដូចគ្នាហើយពុទ្ធដីកានេះបានមកសប្តាហ៍ខ្ញុំមានសម្លឹងមើលបាទស្រីគេធ្វើបានដូចគ្នាដល់ប្រទេសថៃស្រីគេធ្វើប្រមុខរដ្ឋាភិបាលនៅខ្មែរយើងហ្នឹងអភិបាលខេត្តកោះកុំបៃលិនសាស្រីឬក្នុងរដ្ឋាភិបាលនោះអីប្រធានរដ្ឋសភាសម្ដេចអីអាត្មាមិនចាំសាស្រីអានេះបង្ហាញឲ្យឃើញតែពុទ្ធដីការបស់ព្រះពុទ្ធលោកសម្ដែងគឺត្រូវណាស់ក៏ស្រីដោយអត់មានបញ្ញាធ្វើជាអ្នកដឹកនាំគេបានលោកឲ្យតម្លៃដូចគ្នាបើប្រុសគេហៅថាបញ្ញវន្តអ្នកបរិបូរទៅដោយបញ្ញាស្រីជាបញ្ញវតីនិងបញ្ញវន្ត័យដូចគ្នាទាំងអស់អាត្មាសម្ដែងនេះដើម្បីចង់បញ្ជាក់ប្រាប់ញោមញាតិអត់សុំឲ្យជំរុញកូនទាំងប្រុសទាំងស្រីក៏រៀនយកឲ្យបានដល់ត្រើយត្រាននៃវិជ្ជាទៅកូនរបស់យើងមានរស្មីសួស្ដីណារកអីក៏បានទាំងអស់នោះដូចជាឲ្យទ្រព្យឲ្យសម្បត្តិឲ្យបុណ្យឲ្យស័ក្តិនៅនឹងវិជ្ជានៅទាំងអស់នេះតម្លៃនៃវិជ្ជានេះធ្វើឲ្យមានបញ្ញាឡើងក៏នឹងសំញោមញាតិទាំងឡាយជ្រាបឬសម្រាប់សំណង់កសាងរបស់ញោមញាតិគ្រប់ប្រការនេះពេលមួយហ្នឹងទេវតាពាក្យកណ្ដាលអត្រាទេវតាអង្គមួយហ្នឹងចូលទៅកើតប្រពន្ធនៅនាវត្តចេតពន្ធហើយទេវតានោះក៏ទូលសួរព្រះសម្មាសម្ពុទ្ធថាបុគ្គលដែលអាចចូលទៅកាន់ឋានសួគ៌បាននឹងតើបុគ្គលនឹងប្រព្រឹត្តអីមានអីជាធំសូមពុទ្ធអញ្ចឹងបានពុទ្ធលោកឆ្លើយថាបុគ្គលដែលចូលទៅកាន់ឋានសួគ៌បានគឺមនុស្សដែលបានដាំឈើដាំដើមឈើមានផ្លែផ្កានឹងមួយដាំដើមឈើដែលមានម្លប់នឹងពីរវិសាងស្ពានក៏សាងស្ពានសម្រាប់គេឆ្លង
ផ្លូវថ្នល់ជីស្រះជីឡងក៏ហើយនឹងឲ្យទានទីសំណាក់អាស្រ័យដល់អ្នកដទៃនៅដូចជាញោមញាសាំងកត់សាំងសាលាប្រគិនប្រសង់ឲ្យទីសំណាក់អាស្រ័យបុគ្គលទាំងនោះឈ្មោះថាជាបុគ្គលដែលតាំងនៅក្នុងធម៌ជាអ្នកបរិបូរណ៍ឲ្យសិលគួរទៅកាន់ឋានសួគ៌បាននេះទេវតាទូលសួរពុទ្ធទៅពុទ្ធលោកសម្ដែងប្រាប់គឺសម្រាប់អ្វីដែលញោមញាតសាងហើយនេះបើញោមញាតមិនចេះមិនដឹងទេមិនយល់ទេបានប៉ុនតែម្ដងតែញោមញាតយល់ទៅតាមពុទ្ធសាសនាពុទ្ធលោកសម្ដែងពីចេតនា3យ៉ាងមួយពុព្វចេតនាចេតនាខាងដើមញោមញាតចង់ធ្វើអីចង់សង់ស្ពានសាងស្ពានធ្វើផ្លូវថ្នល់ធ្វើអីទាំងអស់ចេតនារីករាយសប្បាយចិត្តបានបុណ្យម្ដងហើយត្រឹមតែរីករាយសប្បាយបានបុណ្យម្ដងហើយនឹងញោមញាតដែលចូលរួមគេនឹងមកវិចិត្ររីករាយបានទៅចូលរួមបានបុណ្យម្ដងនៅពុព្វចេតនាទី2មញ្ញនចេតនានាំទ្រព្យសម្បត្តិទៅចូលរួមគេលះបង់ប្រគល់ទ្រព្យសម្បត្តិឲ្យគេត្រេកអរនេះបានបុណ្យទី2ទៀតដល់លើកទី3អបរាបរចេតនាប្រការដែលសាងសង់ឲ្យរួចអស់ហើយនេះធ្វើពិធីឆ្លងហ្នឹងជាបុណ្យចុងក្រោយអបរាបរចេតនាត្រេកអររីករាយសប្បាយទៅបានបុណ្យមិនមែនត្រឹមតែប៉ុណ្្នឹងទេក្នុងមួយជីវិតរបស់ញោមញាតនោះឲ្យតែនឹកឃើញដល់ការសាងអីសពបែបសពយ៉ាងធ្វើបុណ្យនេះក៏ដោយឲ្យតែនឹកឃើញថាបានធ្វើបុណ្យកឋិនបានធ្វើបុណ្យភក្ខនានុបទានសាងស្ពានសាងរោងសង់សាលាអីទាំងអស់តែនឹកឃើញទឹកចិត្តនឹងរីករាយទឹកចិត្តយ៉ាងសប្បាយក៏រីករាយក៏នឹងបានទទួលផលបុណ្យអានិសង្សគ្រប់តែគណៈចិត្តដែលយើងនឹកឃើញក្នុងមួយជីវិតហ្នឹងនឹកឃើញពេលណាគឺបានបុណ្យពេលនោះបើនេះសូមបញ្យល់ញោមញាតចុងក្រោយចេតនាទី3អបរាបរចេតនាឲ្យតែនឹកឃើញថាអញបានកសាងកត់កសាងសាលាសាងស្ពានសាងរោងទឹកអីទាំងអស់តែនឹកឃើញបានបើតែយើងនឹកឃើញគឺសប្បាយរីករាយក្នុងចិត្តបុណ្យកើតក្នុងគណៈនឹងឯងបើនេះសូមជម្រាបញោមញាតឲ្យបានជ្រាបអំពីពុទ្ធសាសនាកិច្ចការកសាងខ្លាំងវាជារបស់សាធារណៈប្រើប្រាស់នឹងសម្រាប់បុគ្គលមនុស្សទូទៅណាក៏ប្រើប្រាស់បានដែរសម្រាប់ដូចស្ពានណាក៏ឆ្លងបានតែមានគេឆ្លងបានទៅបុណ្យនោះវាហូរចូលដល់មកយើងទាំងយប់ទាំងថ្ងៃគ្រប់ពេលគ្រប់វេលាឲ្យតែមានអ្នកប្រើប្រាស់នេះយកបានបុណ្យយ៉ាងដែលញោមញាតកសាងសាលារៀនគេយកកូនចៅគេទៅរៀនក៏បានបុណ្យដល់ញោមញាតហើយសាលារៀនជាទីចម្រើនបញ្ញាដល់មនុស្សក៏ឲ្យបញ្ញាដល់មនុស្សហ្នឹងគេថាយើងសាងសំណង់ទីសនាណៈជាសាធារណៈដូចជាផ្លូវថ្នល់ស្ពានមន្ទីរពេទ្យសាលារៀនជាដើមសិតយើងប្រើសាងឲ្យឧទ្ទិសចំពោះមនុស្សដែលត្រូវការប្រើប្រាស់របស់ផងយើងនឹងសំញញាតពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបអំពីពុទ្ធសាសនាពលលោកណែនាំបញ្យលមនុស្សធំបំផុតគឺបញ្ញាណាញោមញាតកុំភ្លេចឲ្យកូនចៅរៀនសូត្រឲ្យដល់ត្រើយត្រាននៃវិជ្ជាទៅយើងម៉ែអមសោព្រួយអីទេតែមានបញ្ញាគេធ្វើអីក៏បានដល់គេធំពេញវ័យឡើងមានគ្រួសារសោះគេយកបញ្ញាគេទៅប្រើទាំងអស់គ្មានអ្វីដែលក្រៃលែងជាងបញ្ញាទេផងនេះសម្រាប់ពុទ្ធសាសនាពុទ្ធលោកសម្ដែងប្រាប់ចាសូមឲ្យញោមញាតគ្រប់គ្នាលោកយាយលោកតាលោកឪពុកអ្នកម្ដាយទាំងអស់នោះសូមចាំធ្វើម៉េចរុញកូនរុញចៅនៅតូចៗឲ្យទៅរៀន
bạn đo trời trán này vị trí cứ vô bình định bạn lục nghe sọ dân ta ngày mình chứa nâu sòng vai này ai tầm miền phụ mình đây bạ với nhà mà chả không sòng vai này có không chả thì có sáng chi bia bao nhiêu anh ấy chia sẻ cái bia chia sẻ cáiព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកឲ្យតម្លៃមនុស្សទេណាញោមញាលោកឲ្យតម្លៃមនុស្សទេតែដល់ញោមញាមិនដឹងថាឲ្យតម្លៃទៅទេវតាប្រពន្ធលោកឲ្យតម្លៃមនុស្សទេវតាមានមែនប្រពន្ធលោកសំដែងថាទេវតាមានមែនប៉ុន្តែដែលទៅកើតជាទេវតាទៅដោយហេតុអីវាមានហេតុទេទេវតាជាផលមនុស្សជាហេតុអាម៉ានេះញោមញានេះញោមញាតែកសាងសមតិផលកុសលស្អីសពបែបសពយ៉ាងហ្នឹងហើយមនុស្សនោះដល់អស់ជីវិតទៅកើតជាទេវតាអានេះហេតុគឺមនុស្សធ្វើល្អទេតែឈ្មោះថាពុទ្ធគឺលើកទូលមានព្រានបដៅមនុស្សឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តទង្វើដែលធ្វើសាទង្វើដែលល្អប្រកបដោយធ្វើហើយគឺធ្វើផលប្រយោជន៍របស់យើងឲ្យមនុស្សទាំងអស់នេះណាក៏ត្រូវការប្រើបានជាសាធារណៈមនុស្សនឹងដែលហេតុដែលស្លាប់ទៅកើតជាទេវតាជាផលទេពុទ្ធលោកអត់បានសរសើរទេផលលោកសរសើរហេតុទេគឺមិនខំកែហេតុឲ្យប្រព្រឹត្តល្អយ៉ាងកែតាហេតុនឹងប្រព្រឹត្តអាក្រក់ឲ្យស្លាប់ទៅកាន់មកបាយទៅនរកកែជួយនរកអត់រួចទេបងយកនរកនឹងឲ្យចេញនរកអត់រួចទេត្រូវតែសោយផលកម្មនោះឲ្យអស់ទៅបានរួចមកពុទ្ធលោកកែហេតុអត់បានកែផលទេនេះសមអញ្ញញាតទាំងឡាយនឹងជ្រាបបងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីហេតុផលញោមញាតណាដែលជឿហេតុជឿផលគឺអ្នកកាន់ពុទ្ធសាសនាតាមមិនជឿហេតុផលមិនអ្នកកាន់ពុទ្ធសាសនាទេឥឡូវទាញឧទាហរណ៍ក្នុងមុខអីនេះញោមញាតដែលយកផ្កាចម្ប៉ានេះមកដាក់បូជាទៅទេសនានេះនៅផ្លែក្រូចអានឹងជាផលเลยណាញោមហេតុគឺដើមបើវាមានដើមផ្កាចម្ប៉ាក៏វាមានផ្កាដែរនេះពុទ្ធលោកសម្ដែងប្រាប់ហើយបើវាមានដើមក្រូចក៏គ្មានផ្លែក្រូចដែរយល់ពេលរហូតដល់មកមនុស្សយើងទៀតក៏មានហេតុផលแล้วបើញោមញាតមានតែបានគិតឯណាបងយើងទាំងអស់គ្នាដែលជាកូនរបស់លោកឪពុកអ្នកម្ដាយនេះគឺជាផលលោកឪពុកអ្នកម្ដាយជាហេតុបើមិនមានលោកឪពុកអ្នកម្ដាយទេក៏គ្មានយើងដែលជាផលនឹងដែរអានេះពុទ្ធលោកបញ្យល់ចាព្រោះដល់យើងកូននេះជាផលវាត្រឡប់ទៅជាហេតុវិញបងបានចៅយើងជាផលចៅជាផលត្រឡប់ហេតុវិញបានចៅទូជាផលយកមកវិចេញតនេះហេតុផលព្រោះសម្រាប់លោកឪពុកអ្នកម្ដាយយើងដែលជាហេតុឲ្យកើតមានយើងគាត់ជាផលរបស់ម៉ែឪគាត់ហ្នឹងណាម៉ែឪគាត់ជាផលគាត់ជាផលម៉ែឪជាហេតុម៉ែឪគាត់ជាដូនចតាយើងជាហេតុតែជាដូនចតាយើងនឹងដែលជាហេតុវាជាផលរបស់យាយទួតាទួតណាមនុស្សវាចេញតគ្នាមករករយតំណរកតាមតំណយើងនឹងជាផលទីប្រមាណទេអានេះសូមឲ្យញោមញាតជ្រាបចានេះពុទ្ធសាសនាបុគ្គលដូចនេះចាយើងមើលបើយើងកូនកើតពីម៉ែពីឪបើអត់ម៉ែឪthìមិនមានកូនស្មើទៅកើតពីរុំឈើព្រមមែនទេបើអត់ម៉ែឪតោះណាអាត្មាសូមជម្រាបចាដោយសម្រាប់យើងញោមញាតបច្ចុប្បន្ននេះមានសំណាងណាស់
បើយើងក្រឡេកមើលទៅពូជពងយើងពីមុនមកពិបាកក្រហើយហេមណាហាមណាសក្ខីភាពជាស្ដែងរូបនៅនឹងជញ្ជាំងប្រាសាទបាយ័នគេឆ្លាក់ពីជីវភាពរបស់ប្រជាប្រដ្ឋសម័យសតវត្សទី12 13ហ្នឹងខ្ញុំទៅមើលទៅមានយានជំនិះមានបរទេសគោទេសកបីជីសេះជីតម្រៃឲ្យយានជំនិះគេក្រោយណាពេលមនុស្សជីវភាពរបស់មនុស្សដើរខ្លះក៏រែកខ្លះស្ពាយខ្លះទូលទំនូលខ្លះក៏បីកូនពោកូនបញ្ជីកកូនរឹកដៃកូនអញ្ចឹងតែយើងមើលទៅតែយើងមិនបានដឹងហេតុផលចេះតែមើលទៅបើយើងយល់ថាពួកហ្នឹងពូជយើងចដូនចតាយើងមានសេចក្តីអាណិតមកជីវិតរបស់មនុស្សសតវត្សទី12 13គឺរស់នៅបែបហ្នឹងឯងខុសពីយើងឆ្ងាយណាស់បងដល់មនុស្សគេមានបញ្ញាអានឹងបញ្ញាគេចេះតែឆ្នៃប្រឌិតមកតំណមករហូតដល់មួយសប្តាហ៍មួយញោមញាតទៅណាមកណាអែមានបរទេសគូជីសេះណាអត់ទេជីតែយានយន្តសត្វគ្រឿងម៉ាស៊ីនអានឹងគេកែច្នៃចឹងបងគ្រប់ចំណានមកបានពុទ្ធលោកសម្ដែងថាអ្នកដែលកើតនៅក្នុងចក្រធើ4ចក្រធើដែលប្រព្រឹត្តទៅមុខវិលដូចជាកង់ចឹងនាំទៅរកសេចក្តីសុខចម្រើនសុខស្ដីនៃជីវិតទី1គឺបដិរូបទេសវាសោចៈគឺរបស់ដែលមិនល្អគេបានកែច្នៃបដិវត្តឲ្យល្អអស់ហើយឧទាហរណ៍ដូចយានជំនិះសប្តាហ៍អ្នកណាទៅជិះទៅគោកបែបគេកែទៅគ្រឿងយន្តអស់ផ្លូវថ្នល់សុទ្ធតែចាក់គ្រោះក្រហមចាក់ថ្មពីបុរាណដល់សប្តាហ៍គេកែច្នៃបដិរូបគេច្នៃឲ្យចាក់ជឿកៅស៊ូចាក់បេតុងស្អាតល្អទាំងអស់ហ្នឹងមកស្ពានឆ្លងស្ទឹងឆ្លងព្រែកពីមុនសពតែឈើទេអត់មានស្ពានពងក្តីមួយទៀតថ្មអន្តរក៏ធ្វើការតែទៅវាសាច់ឈើទេបងហើយបើស្ពានឆ្លងទន្លេសាបយើងនៅភ្នំពេញមកពីមុនមានស្ពានណាអត់ឆ្លងទូដកអាស្រ័យទៅស្ពានឆ្លងបានព្រៃក្តាប់អាក៏គេបដិរូបក៏គេកែច្នៃឲ្យវាងាយស្រួលយើងប្រើហ្នឹងដូចសម្ពុតខោអាវអីដែលអាត្មារៀបខ្ញុំទៅមើលទៅរូបនឹងប្រាសាទបាយ័នជាបើមើលទៅលេងខ្លួនទៅទេគាត់បិទបាំងទេក្បាលទៅក៏រស់នៅស្រួលតែញោមញាតទៅថ្ងៃទៅគេបដិរូបគេកែច្នៃឲ្យយកទៅធៀបពួកហ្នឹងអត់ដូចគ្នាទេរហូតដល់យើងមិនស្គាល់ដូនតាចឹងមករូបនោះសាដូនតារបស់ញោមញាតអង្គកើតសម័យគាត់គេធ្វើបានប៉ុណ្ណឹងឯងដល់បន្តមកគេកែគេច្នៃគេប្រឌិតចេះតែជឿនលឿនគ្រប់កាលវេលាដល់មកយើងសប្តាហ៍នេះវាសូតែគេធ្វើបានដោយសារបញ្ញាហ្នឹងឯងវិញមិនទាន់ចប់ទេណាញោមមិនបដិរូបបានតែដល់អំណើតពីយើងទៀតនឹងគេធ្វើអីបានបណ្ណាទេអត់ដឹងទេអត់នៅប៉ុណ្ណឹងទេទៅទៀតមកអាត្មានៅពីក្មេងនោះទូរស័ព្ទគេពីភ្នំពេញមកសៀមរាបខ្សែគេរត់ខ្សែតាមផ្លូវអាណាខូចទៅកាត់ខ្សែហ្នឹងក៏លេងទាក់ទងគ្នាបានអាណាឡើយគេបដិរូបយកមើលទូរស័ព្ទឈប់មានខ្សែទូរស័ព្ទកម្រាស់បាតដៃនេះកាន់ដាក់កប៉ាល់ទៅមិនដឹងទាក់ទងគ្នាបានមកផែនដីមានកូនមានចៅនៅអាមេរិកស្រុកបារាំងមកក៏និយាយគ្នាបានឃើញរូបគ្នាទៀតណាគេច្នៃប្រឌិតដោយសារតែបញ្ញាហ្នឹងឯងញោមញីអត់មានអីខុសពីបញ្ញាទេនេះសំបញ្ជាក់ចឹងអានេះទី1គឺរស់នៅក្នុងប្រទេសដ៏សំគួរទី2សពរិសោបសង្សេវៈបានសេពគុំនឹងសពបរោះស្ការសេពគុំនេះយើងសប្តាហ៍នេះសពបរោះមានច្រើនណាស់
ផ្នែកព្រះសង្ឃក៏មានផ្នែកអក្រហមក៏មានអ្នកដែលគេចេះដឹងមានបញ្ញាច្រើនទៅគេមិនប្រព្រឹត្តអំពើឲ្យអាក្រក់គេយល់ទោសនៃសេចក្តីអាក្រក់គេជៀសវាងដូចជាយើងរស់នៅក្នុងចំណោមពួកបរិស័ទក្នុងក្រុមភូមិនោះមានបរិស័ទអ្នកសប្បុរសច្រើនយើងបានសពអបសិនអ្នកជុំវិញយើងមិនមែនជាសប្បុរសជាអសប្បុរសយើងអត់បានសពទេណាយើងនិយាយអានឹងលក្ខណៈទី2ហើយសប្បុរិសោបសង្ឃសេវៈគឺថាការសែបគប់នឹងសប្បុរសគឺថាយើងអាចរស់នៅជាមួយនឹងសប្បុរសហើយនឹងបានស្ដាប់ពាក្យទូន្មានរបស់ពួកសប្បុរសផ្ដល់សេចក្តីសុខសួស្តីដល់យើងអានេះទី2ទី3អត្តសមាបនិធិការតម្កល់ខ្លួនឲ្យត្រង់កុំត្រេកត្រោនឲ្យញញែកឲ្យត្រង់សួរថាត្រង់នឹងអីថាត្រង់នឹងហេតុផលដែលប្រពន្ធលោកស្រីជឿហេតុជឿផលអត់មានងាកនេះទេក៏ព្រោះជីវិតរបស់យើងសប្តាហ៍រស់នៅដោយសារហេតុផលមានទ្រព្យសម្បត្តិដោយសារហេតុផលអញ្ចឹងសោអញ្ញអត្តសមាបនិធិតម្កល់ខ្លួនឲ្យជឿហេតុផលកុំទៅជឿពួកអបិយជំនឿអីសច្ចាំបងបាត់អីហ្នឹងអានឹងមិនមែនទេអត់មានទេយន់ទៅជឿនោះពួកហ្នឹងបានទៅជឿហេតុផលគឺជឿថាយើងត្រូវធ្វើការបានមានទ្រព្យមានសម្បត្តិកម្មផលនោះយកកម្មគឺហេតុយ៉ាងនេះគេមើលសម្បត្តិទ្រព្យដែលយើងមានសត្វថ្ងៃមានបានពីណាតាំងពីមេដារៀបចំសង្គមឲ្យមានគូសកលមកដល់ពេលទៅជាគ្រួសារមួយថ្មីនៅយើងខំធ្វើការទាំងប្តីទាំងប្រពន្ធដួលចុះក្រោកឡើងពីទ្រព្យសម្បត្តិដែលមានគឺកើតពីកម្មការងារយើងទៅអត់មានកើតពីស្អីទៅត្រូវឲ្យជឿទៅលើការងារអីទៅអត់មានជឿអីទេណាញោមមានបើទៅជឿឲ្យเขาនោះមិនមែនកាន់ពុទ្ធសាសនាទេនេះអត្តសមាបនិធិនោះតម្កល់ខ្លួនឲ្យត្រង់ឲ្យនឹងហេតុផលអត់ងាករីអត់ជឿសច្ចាំអត់ជឿបារមីអត់ជឿស្អីប្រទេសប្រាសទេថាបៃជំនឿណាពីដោយសប្តាហ៍ថ្ងៃហ្នឹងមានតបោះនិយាយរឿងតបោះតែចាំខ្ញុំដឹងហើយរឿងតបោះនៅភ្នំត្បែងខ្ញុំកំពុងពេញហាប់តបោះនេះយតាបសៈតបសៈតបោះអីស្អីដោយប្របាទស្រីវេស្សន្តរប្រវេស្សន្តរលោកជាតបោះហើយណាញោមញៀលោកទៅនៅក្នុងព្រៃដាច់ស្រយាលមិនដែលមានមនុស្សម្នាណាចេញចូលទៅដល់អត់មានទេទៅនៅតែ4នាក់ខ្លួនលោកមួយនាងមេត្រីមួយនិងកូនប្រុស2មាននៅក្នុងព្រៃជ្រៅអត់មានទាក់ទងណាអានេះគេហៅតបោះដូចតបោះតបសៈថាអ្នកដែលប្រព្រឹត្តធ្វើតន្តែងតាមនេះញោមញាតន្តែងយ៉ាងម៉េចថាតបោះនោះគេទៅនៅក្នុងព្រៃជ្រៅដាច់ស្រយាលមិនដែលមានមនុស្សណាទៅយាយីរំខានទេពីការបដិបត្តិរបស់ពួកតបោះគឺគេចម្រើនសមាធិគេចម្រើនកសិនចម្រើនភ្លើងចម្រើនដីទឹកភ្លើងចោលមកជាកសិនគេច្រើនណាស់កើតដើម្បីឲ្យវាកើតរិទ្ធគេណាគេចំកាឡាខ្លួននិមិត្តខ្លួនទៅជាស្អីក៏បានឬទៅថាអិសីអាគីនេតនោះនៃចេញភ្លើងអានេះគេចម្រើនភ្លើងយកភ្លើងមកចម្រើនដល់កាលណាវាកើតជាឡើងគេចង់រឹតឡើងគេចង់បណ្ដាលឲ្យភ្លើងឆេះទឹកឆេះព្រៃជាភ្នំមិនបានរឹតនឹងពួកតបោះហើយខ្ញុំនេះគេថាយូហ្គាយូគីនៃវិទ្យាដែលអឺរ៉ុបគេនិយមគេប្រើហាត់ពត់ខ្លួនពត់ប្រាណការពត់ដៃពត់ជើងអីចឹងថាម៉េចបានជាពួកតបោះហ្នឹងហាត់អញ្ចឹងព្រោះនៅក្នុងព្រៃតែម្នាក់ឯងទេកាលណាមានសុខភាពមិនល្អកើតខ្យល់វិលមុខចោលណាគេហាត់គេពត់ឯងញោមដើម្បីឲ្យអាការរោមរឹតទៅមុខបាត់ទៅដោយសារគេលើកដៃលើកជើងថាយូគីភាសាអត់ទេគេថាយូហ្គានឹងចឹងនឹងសូមឲ្យញោមញាតជ្រាបពីតបោះ
តបប្រព្រឹត្តតាំងតែណាក៏តបអីស្អីវាជាអ្នកបួសក្រៅពុទ្ធសាសនាទេមិនបួសក្នុងពុទ្ធសាសនាទេយ៉ាងតែនេះប្រាប់តែញោមញាធ្លុយស្រាប់បានហើយធ្លុយទៅជឿពួកតបណាមិនតបទេនេះសំឲ្យញោមញាស្គាល់បងមិនបានប្រាប់អញ្ចឹងប្រកាសជាមានញោមណាមួយជ្រុលខ្លួនហើយបងបានថាទៅមើលទៅបើសាក់ពេញខ្លួនសល់ប្រងភ្នែកអីមិនមែនទេវាតបបរិភោគតាហំខសម្លាប់ការីស្អីជ្រុកខ្វាយជ្រុយមិនតបទេណាហ្នឹងបើហើយស្ងៃមានតបដល់เป็นបានទៀតបើតាមភូមិតាមស្រុកនេះសពថ្ងៃនេះកើតអាសន្នគឺក៏ក្រៅកំពើទូទាំងបរិជាណាចក្រកម្ពុជាដោយសារអាជំនឿប្រទេសផ្ដាំតែជាបារមីនៃស្អីញោមហើយយើងគិតមើលช่วงก็សម័យខ្មែរក្រហមដែលខ្មែរក្រហមវាសម្លាប់ប្រជាប្រដ្ឋខ្មែររាប់លានបង្អត់បាយអត់ចានឹងទៅណាអស់បានអត់មកជួយហើយញោមញ៉ាំគិតមើលណាអត់នឹងទៅណាអស់ស្ងាត់ឈឹងមិនឃើញមកជួយប្រជាប្រដ្ឋខ្មែរស្លាប់រាប់លានម្នាក់គេអាបារមីគឺស្អីអីមកជួយអត់ទេសោះសច្ចាំបាំងបាត់អីមិនដែរគឺស្រាប់តែខ្មែរក៏រលំបាត់អត់ទៅក៏វាចេញមកមកនឹងពីណាប្រព្រំប្រព្រាតខ្ញុំមកហើយខ្ញុំជឿដែរអញ្ចឹងគាត់ឲ្យយើងរងទុក្ខវេទនាបាត់បង់ជីវិតខ្លោចផ្សាអត់បាយអត់ទឹកទៅវាទៅឯណាបានវាមិនមកជួយអត់ដល់ពេលយើងបានសោកស្រួលសប្បាយហើយវាទៅវាចេញពីកណាវាមកជួយអីវាមកជួយតបោកហ្នឹងហ្នឹងចឹងអាត្មាសំដែងនេះដើម្បីប្រាប់ឲ្យខ្ញុំគិតខ្ញុំគិតមកថាសម័យដែលយើងមានទុកដល់អាយុជីវិតស្លាប់បាត់បង់អត់ទៅមិនដែលឃើញវាអត់ក្បាលមកជួយនឹងចាដល់ស្រុកឯករាជ្យរីករាយបានសោកថាវាមកឯណាមកជួយឯណាស្អីឯណាខ្ញុំជឿកើតដែរអានេះវាអត់ត្រូវជឿទេប៉ុន្តែញោមញាតតែមិនយល់ច្បាស់ក៏គាត់ជឿអាត្មាសំដែងនេះដើម្បីការពារញោមញាតកុំឲ្យវាធ្លាក់ទៅក្នុងជនដែលល្ងងអ្នកជឿពួកអានោះល្ងងតែញោមញាតមិនល្ងងទេជឿហ្នឹងមិនអ្នកមានបញ្ញាទេមិនជឿទេនេះសូមឲ្យញោមញាតជ្រាបចឹងនេះនិយាយពីតាបអើយសង្ហើយច្រើនណាស់ផងគ្រប់បែបគ្រប់យ៉ាងបានអាត្មាសំដែងធ្វើប្រាប់ញោមនេះអត់ចំណេញអីទេអាត្មានោះបានតែគេជេរទេប៉ុន្តែគេជេរចោលអាត្មាមិនទទួលយកពាក្យដែលគេជេរទេគឺសូមប្រាប់សេចក្តីពិតដោយបញ្ញាឲ្យញោមញាតិយល់យើងអ្នកមានបញ្ញាទៅជឿអញ្ចឹងជឿតែធ្វើអីមកឲ្យយើងបាទខ្លាចគេជេរតែពុទ្ធគេជេរតែយើងមិនពុទ្ធប៉ាន់យើងកុំទៅទទួលយកពាក្យសម្ដីដែលគេជេរហ្នឹងមានអីក៏មកស្រួលអីតែអាត្មាលះបង់អាគេជេរហ្នឹងក៏មិនទទួលយកពាក្យគេមកដាក់ក្នុងចិត្តទេបាទបើជួយសង្គ្រោះញោមបើខ្លាចគេជេរញោមរៀននឹងទៅស្អីចេះតែស្ដាប់គេជឿគេហើយបើចឹងប្រាប់ញោមញាតមានបញ្ញាឲ្យបានយល់ដឹងទៅគេជេរអាត្មាជេរទៅឲ្យតែញោមញាតគេផុតពីគេបោកហើយញោមញាតគិតមើលថាអាត្មានិយាយរឿងមួយនិយាយដដែលខាងកលឲ្យយើងរងទុក្ខវេទនានៅពីឆ្នាំប្រហែល75ដែលខ្មែរក្រហមមកគ្រប់គ្រងជីជាតិយើងចាំជាទុក្ខវេទនាបាត់បង់ជីវិតអស់ស្លាប់អស់មិនក៏មិនដែលឃើញវាចេញមកជួយអាត្មាចេះឆ្ងល់ទៅស្រាប់តែយើងបានសោកស្រួលទៅចេញវាមកជួយស្អីជួយទៅអីទ្រព្យសម្បត្តិឯញោមញាតរកបានឯសាបញ្ញារបស់ផងខ្លួនយើងតាមានបានឯសានឹងជួយណាបងរត់កុំណាញោមញាតកុំឆោតបងមិនកុំឆោតរាទី4ថាពុពេកតបញ្ញតា
សេចក្តីល្អដែលញោមញាតបានសន្សំហើយពីឆ្នាំមុនជាតិមុនមកនោះអំពើល្អរបស់ខ្លួនយើងទេក៏ដែលជួយយើងបានសពហ្នឹងបានប្រពន្ធលោកថាជីវិតរបស់មនុស្សតែតែមានធ្វើបានធ្វើគឺយើងមានជីវិតអាក្រក់មិនធ្វើអំពើអាក្រក់ធ្វើទៅសេចក្តីល្អធ្វើនេះគេចាក់កធ្វើ4នឹងឯងដែលជីវិតរបស់មនុស្សបានសេចក្តីសុខទី1គឺពុពេកទៅបតាទី1គឺអមព្រេងបដិរូបទេសវាសោចៈនៅក្នុងប្រទេសដ៏សំគួរឥឡូវប្រទេសយើងសំគួរហើយបានសំគួរហើយយ៉ាងទី2សពរិសពសោប្រសង្សេវៈយើងសមោសពរៈរស់នៅជុំវិញខ្លួនទី3អត្តសមាបនិធិការតម្កល់ខ្លួនឲ្យនឹងឲ្យជឿហេតុផលប៉ុណ្ណឹងពុពេកតបញ្ញតាទៀតយើងបានសន្សំធ្វើសេចក្តីល្អទៅកម្មមុន4ហ្នឹងបានសេចក្តីសុខឥឡូវប្រទេសយើងមានឲ្យ4ហ្នឹងគ្រប់គ្រាន់ណាស់នេះសូមឲ្យយោញាពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបเราធ្វើទេសនាប៉ុណ្ណឹងចឹងយោញា5ហ្នឹងម៉ោង5 11នាទីដែរតែគិតថាมันសំដែងអាយុប៉ុណ្ណឹងទេបើសំដែងមកជាជាប់ពីនេះពីនោះទៅក៏ចេះទៅហើយហ្នឹងហើយសំញោមចប់ប៉ុណ្ណឹងយ៉ាងក៏ចូលចប់អញ្ចឹងធ្វើទេសនាដែលអាត្មាភាពសំដែងក្នុងឱកាសនេះសំដែងសិតតែសេចក្តីពិតក៏ដោយបញ្ញាឲ្យញោមញាតសន្សំបញ្ញាឲ្យមានគ្រប់គ្នាដឹងសេចក្តីអាក្រក់ល្អខុសត្រូវហើយតែអត់បញ្ញាខ្ញុំចេះទៅហើយដឹកនាំអីក៏ទៅហើយចេះជឿចឹងធ្វើទេសនាក្នុងកម្មវិធីឆ្លងសមិទ្ធិផលនានាដែលកើតពីទឹកចិត្តជ្រះថ្លារបស់ញោមញាតពុទ្ធបរិស័ទគ្រប់គ្នាបានកសាងជាពិសេសគឺទីសេនាសនៈទានដែលបានធ្វើហើយនេះច្រើនមុខច្រើនបែបយ៉ាងណាក៏ដើម្បីជាផលប្រយោជន៍បំរើសម្រាប់សេចក្តីត្រូវការរបស់មនុស្សទាំងអស់ទូទៅយើងអ្នកណាត្រូវការប្រើរបស់ផងយើងក៏បានដែរបើយើងអត់មានប្រកាន់ទេជាប្រយោជន៍ដល់មនុស្សជាតិក្នុងសង្គមអានេះដែលយើងនិយាយជួយកសាងជាតិបាទជួយកសាងដល់រដ្ឋាភិបាលនេះផ្លូវថ្នល់ស្ពានអីទាំងអស់សំណងដល់រដ្ឋាភិបាលលោកត្រូវការកសាងចឹងបើយើងនិយាយកសាងមកជួយបន្ធូរដល់រដ្ឋាភិបាលអានេះកសាងជាតិឯងបានបនផងកសាងដល់ប្រទេសជាតិអញ្ចឹងសម្រាប់ទេសនានេះដំណងគោសំតាមការនឹងវេលាតែប៉ុណ្ណេះឯងក៏អាស្រ័យនេះក៏សូមបញ្ចប់ធ្វើទេសនាតែប៉ុណ្ណេះឯងទេវ៉ាំង